រវាងចំណីសើមនិងចំណីស្ងួតតើមួយណាល្អជាងបើចង់ដឹងច្បាស់មកទស្សនាវីដេអូនេះដល់ចប់បងប្អូននឹងយល់ច្បាស់អំពីចំណីទាំងពីរប្រភេទនេះបាទពីមុនមកខ្ញុំចិញ្ចឹមមាន់ដោយការលាយចំណីតាមតែអ្វីដែលមានពោលគឺលាយចំណីតាមតែទម្លាប់ដោយអត់ដឹងថាចំណីសើមនិងចំណីស្ងួតមានតួនាទីខុសគ្នានោះទេប៉ុន្តែតាមរយៈការសិក្សាក៏ដូចជាការយកទៅពិសោធន៍កន្លងមកនេះថ្ងៃនេះខ្ញុំនឹងចែករំលែកចំណេះដឹងខ្លះៗដែលជួយឲ្យបងប្អូនចិញ្ចឹមមាន់សាច់ឲ្យធំធាត់ក្នុងរយៈពេលតែ3ខែឬអាចលើសនឹងតិចតួចនឹងធ្វើឲ្យមេបាពងបានច្រើនហើយនឹងមានសម្បករឹងមាំល្អហើយមានអត្រាញាស់បានច្រើនថែមទៀតផងបាទដំបូងគឺយើងនិយាយអំពីចំណីសើមមុនចំណីសើមគឺជាចំណីដែលលាយជាមួយទឹកហើយធ្វើឲ្យសមាសធាតុដែលយើងលាយផ្សំចូលគ្នានោះជ្រាយឬក៏រីកហើយទន់ចំណីប្រភេទនេះគឺវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់មេបាមាន់ពងឬក៏មេបាដែលយើងចំទុកធ្វើពូជហើយមួយទៀតគឺមាន់ដែលមានជំងឺឬក៏ខ្សោយបើមេបាពងវិញគឺយើងអត់ត្រូវការវាឡើងគីឡូឬក៏ធាត់នោះទេតែកាលណាវាឡើងគីឡូជ្រុលធាត់ជ្រុលមេមាន់ហ្នឹងគឺវាអត់សូវទម្លាក់ពងច្រើនដូចមុនទេគឺថយចំនួនពងកាលមុនធ្លាប់តែពង10ជាង12 13ហ្នឹងវាថយមកនៅត្រឹម7 8អញ្ចឹងណាអាហ្នឹងករណីដែលវាធាត់ខ្លាំងហើយបើបាវិញពេលវាធាត់ខ្លាំងចឹងទៅវាធ្វើឲ្យមេជីវិតរបស់វាហ្នឹងគឺថយគុណភាពជាងមុនហើយពេលខ្លះវិញគឺវាអត់សូវជន់មេសកម្មដូចពីមុនក៏ថាបានដែរដូច្នេះគឺចំណីសាមហ្នឹងគឺវាល្អសម្រាប់ធ្វើឲ្យវាឆ្អែតតែវាអត់ឲ្យមាន់យើងហ្នឹងឡើងទម្ងន់ទេអាហ្នឹងសម្រាប់ចំណីសាមចំពោះមេបាពងបន្ថែមពីនេះគឺនៅពេលដែលយើងលាយចំណីសាមហ្នឹងគឺយើងត្រូវបន្ថែមដូចជាបន្លែស្រស់ខ្ចៅឬក៏ខ្យងឬក៏លៀសដើម្បីផ្ដល់កាល់ស្យូមនិងវីតាមីនជួយឲ្យសបកពងមាន់ហ្នឹងក្រាស់ហើយរឹងមាំល្អហើយចំណែកឯមាន់ឈឺវិញចំណីសាមគឺវាជួយឲ្យកាពះមាន់ហ្នឹងធ្វើការងារស្រាលជាងមុនហើយចំណីហ្នឹងវាឆាប់រលាយងាយស្រួលក្នុងការស្រូបយកជីវជាតិឥឡូវនេះយើងមកមើលចំណីទី2គឺចំណីស្ងួតចំណីស្ងួតបងប្អូនច្បាស់ជាដឹងហើយគ្រាន់តែឮឈ្មោះវាថាស្ងួតហ្នឹងគឺវាបែបណាគឺវាស្ងួតហុយហើយអត់ត្រូវការលាយជាមួយទឹកនោះទេចំណីនេះគឺវាមានប្រយោជន៍ខ្លាំងឬក៏ត្រូវខ្លាំងចំពោះបងប្អូនដែលចិញ្ចឹមមាន់សាច់គឺធ្វើឲ្យមាន់ហ្នឹងឡើងគីឡូលឿនកាលណាយើងប្រើចំណីស្ងួតដូចជាស្រូវស្ងួតពោតស្ងួតកន្ទុកស្ងួតឬក៏បន្លែស្ងួតហ្នឹងឲ្យវាស៊ីទៅមាន់យើងស៊ីហើយគឺវាជួយឲ្យមាន់យើងហ្នឹងឆ្អែតបានយូរជាពិសេសពោតស្ងួតបងប្អូនមិនត្រូវកិនវាឲ្យម៉ត់ដូចម្សៅទេគឺកិនវាឲ្យមានសភាពក្របធំល្មមហ្នឹងហើយស្រូវក៏ដូចគ្នាបងប្អូនមិនបាច់ត្រាំក៏បានដែរអានឹងសម្រាប់មាន់យកសាច់តែមេបាពងបងប្អូនត្រាំគឺល្អអញ្ចឹងសម្រាប់មាន់សាច់បងប្អូនមិនបាច់ត្រាំវាក៏បានដែរព្រោះឲ្យវាស្ងួតទៅនៅពេលដែលមាន់ទាយើងស៊ីស្រូវស្ងួតហ្នឹងគឺវាតុកនៅក្នុងកាពះហ្នឹងបានយូរហើយវាទៅចិញ្ចឹមរាងកាយមាន់យើងហ្នឹងបានពេញលេញជាងស្រូវដែលយើងបដោះបើសិនបើបងប្អូនឲ្យមាន់សាច់យើងហ្នឹងស៊ីចំណីសើមហើយការលាយចំណីសើមរបស់យើងហ្នឹងខ្វះសារធាតុចិញ្ចឹមអញ្ចឹងវានឹងធ្វើឲ្យមាន់បងប្អូនហ្នឹងគឺវាទៅជាស្រីឆ្លាំងហើយវាអត់ងាយធំនោះទេដោយសារហេតុអីបានខ្ញុំហ៊ាននិយាយបែបហ្នឹងព្រោះកាលមុនខ្ញុំចេះតែសង្កេតឃើញថាមាន់ខ្ញុំខ្ញុំលាយជាចំណីសាមឲ្យស៊ីហើយដាក់លើទ្រុងហើយដល់ពេលខ្ញុំទៅស្រុកឃើញមាន់ម្ដាយខ្ញុំគាត់ឲ្យស៊ីតែស្រូវទេហើយស្រូវហ្នឹងគាត់អត់មានត្រាំមានបដោះទេអញ្ចឹងមាន់ដែលគាត់ឲ្យស៊ីស្រូវហ្នឹងបែរជាឃើញសភាពមាន់ហ្នឹងដូចជាធាត់ហើយសាច់ឈាមភ្លឺថ្លាជាងមាន់ដែលខ្ញុំដាក់ទ្រុងវិញហើយមាន់ដែលខ្ញុំដាក់ធុងហ្នឹងគឺវាឲ្យស៊ីចំណីសាមបងប្អូនអញ្ចឹងខ្ញុំចេះតែឆ្ងល់ហើយក៏សិក្សាស្រាវជ្រាវទៅក៏បានដឹងថានៅពេលដែលយើងធ្វើចំណីសាមយើងលាយឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតគេធ្វើឲ្យមាន់យើងហ្នឹងស្លេកខ្លាំងមែនហើយមាន់ដែលស៊ីចំណីស្ងួតហ្នឹងគឺវាធ្វើឲ្យសាច់ឈាមវាភ្លឺថ្លាវិញអញ្ចឹងបានខ្ញុំយកបទពិសោធន៍ហ្នឹងយកមកចែកម្លែកបងប្អូនមកទៅហើយការលាយចំណីស្ងួនហ្នឹងគឺគេមានក្បួនខ្នាតរបស់គេលាយទៀតចាំវីដេអូក្រោយចាំខ្ញុំប្រាប់ពីរបៀបលាយនិងថាបែបណាទៀតអញ្ចឹងមកដល់ចំណុចនេះយើងមកធ្វើការប្រៀបធៀបរយៈពេលនៃការធំធាត់របស់មាន់វិញករណីប្រើចំណីសើមហើយនិយាយតែមាន់សាច់ទេបើបងប្អូនប្រើចំណីសើមហើយលាយអត់បានគ្រប់សារធាតុចិញ្ចឹមទេមាន់សាច់ដែលយើងចិញ្ចឹមនោះគឺត្រូវការពេលរហូតដល់5ខែឬអាចលើសនឹងតិចតួចទៀតទើបអាចលក់បានករណីប្រើចំណីស្ងួតវិញប្រសិនបើបងប្អូនឲ្យមាន់ស៊ីចំណីស្ងួតចាប់ពីអាយុ21ថ្ងៃឡើងទៅហ្នឹងមាន់សាច់បងប្អូនហ្នឹងត្រូវការពេលត្រឹមតែ3ខែឬក៏អាចលើសនឹងតិចតួចគឺអាចគ្រប់គីឡូ
1គីឡូជាង1គីឡូ2អី1គីឡូ3អី1គីឡូ7 1គីឡូ8សម្រាប់មកឈ្មោះអញ្ចឹងគឺអាចលក់បានហើយអញ្ចឹងអាចលើស3ខែឬក៏ត្រឹម3ខែស៊ីសមនឹងរូបមន្តដែលបងប្អូននិយាយហ្នឹងគឺត្រឹមត្រូវសរុបមកវិញចំណីសើមគឺល្អសម្រាប់មេបាហើយនឹងមាន់ដែលមានជំងឺឬក៏ខ្សោយចំណែកឯចំណីស្ងួតគឺល្អសម្រាប់មាន់សាច់ជាចុងក្រោយការចិញ្ចឹមមាន់ឲ្យជោគជ័យមិនមែនទាមទារឲ្យមាន់យើងហ្នឹងស៊ីចំណីដែលល្អថ្លៃនោះទេគឺវាទាមទារឲ្យយើងយល់ដឹងពីបច្ចេកទេសនិងការប្រើប្រាស់ចំណីហ្នឹងឲ្យត្រូវតាមគោលដៅហើយកត្តាចំណីហ្នឹងគ្រាន់តែជាកត្តាមួយនៃកត្តាដទៃទៀតជាច្រើនក្នុងការចិញ្ចឹមមាន់មិនមែនផ្ដោតទៅលើចំណីតែមួយមុខក៏អាចចិញ្ចឹមមាន់បានជោគជ័យនោះទេអញ្ចឹងយើងត្រូវការសិក្សាស្រាវជ្រាវបន្ថែមទៀតពីកត្តាផ្សេងទៀតដែលវារួមផ្សំគ្នារួមចំណែកគ្នានឹងបង្ឈានទៅដល់ការជោគជ័យបានអញ្ចឹងបើបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ហើយនឹងមានតម្លៃសូមជួយចុច like ចុច share និង subscribe អ្នកមួយផងបានអរគុណជួបគ្នានៅវីដេអូក្រោយទៀត